ឡើងមកថតដល់វត្តតែបានវីដេអូបងទាកូនស៊ីឈុនឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងណាគឺមានឧបសគ្គធំធំរហូតដល់3អំឡុងពេលថតហ្នឹងចង់ដឹងថាឧបសគ្គហ្នឹងអីខ្លះចាំតាមដានមើលវីដេអូហ្នឹងទៅគឺដឹងហើយសម្រាប់អ្នកមើលដល់ចប់ហើយខមមិនថាខ្ញុំជួបឧបសគ្គអីខ្លះ3ហ្នឹងខ្ញុំនឹងឲ្យកដោចំនួន3នាក់តែបញ្ជាក់ឲ្យកដោតែអ្នកមើលវីដេអូហ្នឹងដល់ចប់ឯព្រោះដោយសារ system វា scan ណោះតាមពិតទៅពីដំបូងឡើយខ្ញុំចង់យកប្រងមាន់កូនយកមកធ្វើឯងក៏ប៉ុន្តែដើរសួរពីម៉ូតូទៅម៉ូតូគឺគេអត់មានប្រងមាន់កូនទេមានតែប្រងទាកូនអញ្ចឹងក៏សម្រាប់ចិត្តទិញប្រងទាកូនវិញនេះឲ្យឧបសគ្គទី1មិនទាន់បានធ្វើអីផងរករ៉ាបាត់ទៅហើយតែបាយវ៉ាន់អស់ហើយក៏ឈរចាំឡានដើម្បីទៅផ្ទះតែមើលមាត់ខ្ញុំគឺអត់តនេសោះមកអ្នកខ្លះនិយាយថាឃើញខ្ញុំញ៉ាំរហូតតែអត់ធាត់សោះតាមពិតទៅអត់ទេខ្ញុំបើបដ ாய் ខ្លួនក៏ធាត់ដូចតែគ្នានឹងពីមុនគីឡូ61 62តែដោយសារខ្ញុំមាន gummy slim ស្ករជួយស្ម័គ្រគីឡូអញ្ចឹងញ៉ាំច្រើនមិនក្តៅក៏អត់ធាត់ដែរវាជួយបណ្ដេញជាតិពុលដុតជាតិខ្លាញ់មិនល្អនិងសម្រួលដល់ការបាត់ជើងសំខាន់ញ៉ាំហើយឆ្ងាញ់អត់ធ្វើទុកអីទាំងអស់ដល់ផ្ទះហើយណាខ្ញុំចាប់ផ្ដើមរៀបចំ set up ប្លង់ថត concept យើងថ្ងៃនេះគឺចង់ធ្វើម្ហូបបែបធម្មជាតិ natural នៅ outdoor ក្រៅផ្ទះទឹកស៊ុបពងទាកូនស៊ីឈွန်យើងថ្ងៃនេះគឺយើងលាយជាមួយនឹងទឹកអំបិលសំខាន់មិនទាន់បានធ្វើទឹកស៊ុបទេណាមានឧបសគ្គទី2ក៏ចូលមកដល់គឺផ្លេចទិញដុំស៊ីឈွန်អ្នកទាំងអស់គ្នាហួសចិត្តខ្លាំងមែនតើហ្មងខ្ញុំក៏ត្រូវទាញម៉ូតូជិះទៅទិញដុំស៊ីឈွန်ឡើងបញ្ញាប់បញ្ញាមនុស្សកំពុងតែបញ្ញាប់ផងស្រាប់តែជួបអូនស្រីនេះគាត់ហៅស្មានតែមានការអីបងប្អូនអើយម៉ួយម៉ាដាមខេមិនហៅធម្មតាណាគាត់បង្ហាញផុសតាំងក្នុងកាបូបគាត់ទៀតមានតាំងពីខូសិនហើយ spray បាញ់មួយក្មេងម៉ាដាមខេទៀតដើម្បីទុកយករី apply តាមខ្លួនវារៀងអាលីបងហើយអានេះវាស្នាមដោយសារតែពាក់ម៉ាស់ពេលកូវីដហ្នឹងជាប់រហូតដល់ពេលប្រើទៅវារៀងអន់បងហើយភ្លឺជាងមុនណាប្រើមួយម៉ាក់បងហើយប្រើដូចជាអស់ពីឈុតហើយមុខម៉ាក់ឥឡូវក៏អន់ច្រើនដែរបាត់ក្រហមជាងមុនហើយបាត់ជួមទៀតនិយាយមកគាត់មកស្ទុះក៏បញ្ញាបញ្ញាលាគាត់ព្រោះដោយសារត្រូវមកផ្ទះធ្វើពងទាកូនស៊ីឈွန်គ្រឿងត្រូវយើងគ្រប់អស់ហើយណាខ្ញុំចាប់ផ្ដើមលាយដុំស៊ីឈွန်ជាមួយនឹងទឹកសហើយនឹងទឹកអំពៅថែមរ៉ូឌីទឹកត្រីតាមចំណង់ចំណូលចិត្តភ្លក់មកល្មមតែអំឡុងពេលដែលកំពុងអង្គុយចាំពងទាកូនឆ្អិនហ្នឹងក៏នាំគ្នាបេះជីឲ្យហើយរៀបចំអីរួចរាល់អស់ហើយខ្ញុំក៏ទៅបដូរកៅអៅដើម្បីត្រៀមថតមុខបាំងញ៉ាំពងទាកូនស៊ីឈွန်លោកហើយលោកអ្នកណាទៅដឹងអំឡុងពេលរៀបចំហ្នឹងគឺមេឃស្រឡះអីល្អធម្មតាទេដល់ទៅដល់ម៉ោងថតត្រឹមត្រូវស្រួលបួមមេឃភ្លៀងខ្លាំងមែនតែបងប្អូនអើយនេះឲ្យឧបសគ្គទី3ហើពីអាប្លង់គៀនផ្ទះហ្នឹងមកខាងមុខផ្ទះវិញដោយសារវារៀងមានដបោបាំងទឹកភ្លៀងខ្លះដែរណាភ្លៀងខ្លាំងទៅសាច់ហើយសើមកៅអៅពេញហ្នឹងក៏ចាប់ផ្ដើមរើអវ៉ាន់មកអង្គុយថតខាងក្នុងផ្ទះវិញមិនតែបានថតពងទាកូនស៊ីឈွန်បានសម្រេចនេះបងប្អូនអើយមិនងាយស្រួលទេណាចាំកុំភ្លេច like share comment ដាក់បេះដូងឲ្យខ្ញុំផងដើម្បីជាកម្លាំងចិត្ត